បាទស្ដីបងប្អូនថ្ងៃហ្នឹងមកយកត្រេនទៀតហើយនៅជើងភ្នំបូកគោភូមិគីឡូ12អញ្ចឹងណានោះនៅក្រោយនោះនោះបូកគោបងប្អូនឃើញទេឃើញបូកគោហ៎បាទហ្នឹងហើយតំបន់បូកគោហ្នឹងហើយភូមិចង់និយាយថាខ្ញុំមកកាត់ត្រេននៅចំការទៀតទេនៅម្ដុំខាងបូកគោអញ្ចឹងបងប្អូននៅខាងគីឡូ12ហ្នឹងហើយនេះបងប្អូនខ្ញុំមកយកចការទៀតមកចការទៀតហើយឥឡូវយើងដើរទៅយកត្រេនបន្តិចហ្នឹងហើយចាំមើលគាត់កាត់បានព្រោះខ្ញុំថ្ងៃហ្នឹងអត់បានមកកាត់ឲ្យគ្រូតាគាត់មកកាត់ហ្នឹងហើយចឹងគាត់មកកាត់ហ្នឹងហើយបើកាត់បានច្រើនហ្នឹងទៅឥឡូវនេះមិនត្រូវកាត់ទេបងប្អូនមើលហ៎បាទត្រូវកាត់ណាបាទហ្នឹងត្រូវកាត់ហើយតែសារថ្ងៃហ្នឹងអត់មានណាកាន់ទូរស័ព្ទចឹងត្រូវថតខ្លួនឯងបន្តិចបាទហ្នឹងហើយបងប្អូនថាចង់បានបន្ថងអីអត់មានទេបងប្អូនបន្ថងអត់បានកាត់មកគ្រាប់បន្ថងបាទធម្មតាកាត់ទេនេះប្រហែលជា4-10ថ្ងៃទៀតកាត់ហើយបាទតែឥឡូវយើងទៅមើលឲ្យខាក់វិញបងប្អូនបាទឲ្យខាក់នោះបាទនេះឃើញទេគាត់កាត់ហើយបានទិញទួយហើយនោះកាត់ហើយបងប្អូនណាដែលចង់យកទៅលក់បន្តអីឆាតមកវឺតបងប្អូនបាទនេះឲ្យខាក់យើងបងប្អូនបាទនេះឲ្យខាក់យើងកាត់ចឹងវាមិនធំហ្មងតូចមុំយកទៅលក់រាយបាទមុំយកទៅលក់រាយបងប្អូនបាទនេះទៅលក់រាយទុំបងប្អូនចាស្បូលពណ៌និយាយទៅត្រេនសំខស្រួលទេបងប្អូនពួកអុកខាបាទឲ្យតស្បូលកាឡាចាស់វាផាយស្បូលហើយនេះជ្រួចនេះឡើងក្រហមចុងតិចបងប្អូនឃើញទេបាទចុងតិចឲ្យវាស្វិតអស់ហើយវារឹងឲ្យនិយាយរួមទៅអាបន្លាហ្នឹងវារឹងដល់ពេលរឹងទៅវាចាស់ហើយជាងកាត់បានហើយបាទសម្គាល់ហើយត្រេនខ្មែរយើងសម្គាល់ស្ដង2តង់ជាបងប្អូនបាទ2តង់ចឹងតែបើទុំវាឈូសអាចដងទី1នេះវានៅសល់ចដងទី2នេះណាបងប្អូនណាបាទត្រេនខ្មែរយើងពេលច្រើនគេកាត់អញ្ចឹងគេអត់កាត់គៀកគល់ទេអញ្ចឹងណាបាទគេកាត់ចដងវែងដើម្បីសនុកយើងបន្ទុំបែបធម្មជាតិយើងកាត់អាចដងនេះតិចចឹងទៅដើម្បីឲ្យវាមានថាហៀទឹកងៃវាចេញមកក្រៅដើម្បីឲ្យវាស្នូលវាឆាប់ស្ងួតណាបងប្អូនណាបាទអាហ្នឹងរបៀបយើងបន្ទុំធម្មជាតិណាបងប្អូនបាទហើយបងប្អូនណាចង់បានត្រេនយកទៅលក់បន្តអីឆាតមកវឺតមកតម្លៃបាត់ដុំលក់រាយតម្លៃពិសេសឲ្យបងប្អូនបាទហ្នឹងហើយបងប្អូនយកទៅលក់បន្តឲ្យឆាតមកវឺតមកខ្ញុំធានាឲ្យសាច់លឿងស្អាតនិយាយរួមទៅសាច់លឿងស្អិតល្មួតបងប្អូនបាទសាច់លឿងស្អិតល្មួតលឿងណាស់មើលខ្ញុំចាំខ្វេះអាណាមួយបងឯងមើលឆូតមួយបងឯងមើលថាសាច់វាលឿងអត់ចឹងបងប្អូនបាទនិយាយទៅធានាឲ្យបង20និយាយទៅធានាឲ្យបងឯងថាសាច់ស្អិតលឿងបាទហើយត្រេននេះក៏មានអាចទុំជ្រូកដើមដែរចឹងបងប្អូនមើលតិចទៀតខ្ញុំទៅថតរបៀបទុំជ្រូកដើមឲ្យបងប្អូនមើលទុំជ្រូកដើមវាយើងជាបន្តិចតែសម្រាប់អ្នកធ្វើម្អែមណាហើយចាស់ហ្នឹងហើយចាស់ក៏ចង់ហូបពួកស្អិតជាចាស់ត្រូវហើយតែសម្រាប់អ្នកចង់ហូបសាច់ស្ងួតអីកុំហូបយកទុំជ្រូកដើមអីវាអត់សូវឆ្ងាញ់ទេតែសម្រាប់អ្នកឆ្ងាញ់យកពពួកនេះយកទៅទុកតែមួយយប់ជូរចដងបន្តិចមានក្លិនក៏យើងអាចពុះបានដែរតែបើលក្ខណៈចៃដន្យអីមួយថាត្រេនហ្នឹងមានក្លិនតិចប្រហើតិចក៏យើងពុះហូបបានដែរដូចថាអានេះវាអត់តន់ជ្រុះចឹងក៏យើងហូបបានដែរដោយសារវាមានក្លិនហើយវាអត់តន់ជ្រុះនេះចឹងបងប្អូនហើយខ្ញុំបញ្ជាក់មួយសារទៀតបងប្អូនត្រេនយើងណាវាអាចមានទុំពេលព្រឹកពេលថ្ងៃនិងពេលល្ងាចបងប្អូនណាជួនណាវាមានក្លិនដែរតែវាមិនតន់ជ្រុះចដងនេះក៏យើងហូបបានចឹងបងប្អូនហ្នឹងហើយបងប្អូនថាតើតែជ្រុះចដងទៅហូបបានបងប្អូនគិតចឹងក៏បានដែរតែសម្រាប់បងប្អូនដែលគាត់ចេះហូបត្រេនអុកខាគាត់ដឹងឲ្យតែលើកទៅមានរៀងក្លិនតិចហើយអានេះអត់តន់ជ្រុះ
ก็បងប្អូនអាចពុះរូបបានដែរណាបងប្អូនណាបាទឥឡូវបញ្ជាក់ពីអ្នកចំការទៅបាទ